ឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍និងរបបប្រល័យពូជសាសន៍3ឆ្នាំ8ខែ20ថ្ងៃកន្លងមកកម្ពុជាដែលធ្លាប់ជាកូននាគមួយនៅអាស៊ីនិងមានឈ្មោះបោះសម្លេងនៅទូទាំងពិភពលោកបានក្លាយជាប្រទេសក្រីក្រមួយក្នុងចំណោមប្រទេសក្រីក្រក្នុងពិភពលោកទឹកដីសុវណ្ណភូមិបានប្រែក្លាយទៅជាសមុទ្រឈាមនិងទឹកភ្នែកការព្រាត់ប្រាសស្ត្រីមេម៉ាយកុមារកំព្រាបានកើនឡើងយ៉ាងពេញបន្ទុកចាប់តាំងពីក្រោយថ្ងៃរំដោះ7មករាឆ្នាំ1979ផ្ទៃដីទាំងមូលគ្របដណ្ដប់ដោយគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានធ្វើឲ្យកម្ពុជាជាប្រទេសកសិកម្មប្រើប្រាស់កម្លាំងមនុស្សសត្វធ្វើការកសាងប្រទេសមានភាពយឺតយ៉ាវបំផុតបើប្រៀបធៀបនឹងប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាមនិងរបបប្រល័យពូជសាសន៍ដូចគ្នាក្រុមហ៊ុនមុងរិទ្ធីគ្រុបគឺជាក្រុមហ៊ុនវិនិយោគទុនក្នុងស្រុកឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជាលើវិស័យកសិកម្មដែលបានធ្វើការបណ្ដាក់ទុនវិនិយោគរបស់ខ្លួនចាប់តាំងពីប្រទេសកម្ពុជាស្ថិតនៅក្នុងដំណាក់កាលនៃការដឹកនាំសេដ្ឋកិច្ចផែនការពោលគឺបានចាប់បដិសន្ធិឡើងនៅទសវត្សរ៍80ដោយចាប់ផ្ដើមពីវិស័យសំណង់និងបានបន្តនិរន្តរភាពប្រកបដោយថាមពលខ្ពស់ក្នុងការប្រកួតប្រជែងនៃយុគសម័យនៃការអនុវត្តសេដ្ឋកិច្ចទីផ្សារសេរីក្នុងសម័យកាលដ៏ទំនើបនេះជាមួយនឹងទីតាំងអគារមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្ដាលរបស់ខ្លួនស្ថិតនៅកណ្ដាលរាជធានីភ្នំពេញបច្ចុប្បន្ននេះក្រុមហ៊ុនមុងរិទ្ធីគ្រុបបានបង្កើតនៅក្រុមហ៊ុនបុតសម្ព័ន្ធចំនួន9ដែលកំពុងប្រតិបត្តិការវិនិយោគលើទិសដៅផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជាដើមចេញពីមនសិការនិងការឈឺចាប់ដែលអ្នកនយោបាយចំនួនមុនបន្សល់ទុកពិសេសលើធនធានទ្រព្យធនបន្តិចបន្តួចដែលអ្នកមានគុណផ្ដល់ឲ្យឯកឧត្តមបណ្ឌិតមុងរិទ្ធីនិងលោកជំទាវបានបោះជំហានលើការងារជំនួញប្រកបដោយភាពជឿជាក់និងការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃលើវិសាលភាពនៃការវិនិយោគដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណជា 30,000 ហិកតាដ៏ធំល្វឹងល្វើយនៅភូមិភាគនិរតីក្នុងខេត្តព្រះសីហនុក្រុមហ៊ុនមុងរិទ្ធីវិនិយោគទុនដំណាំដូងប្រេងកម្ពុជាមានទិសដៅច្បាស់លាស់ក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជាក្នុងនោះក្រុមហ៊ុនបានបណ្ដាក់ទុនវិនិយោគលើការដាំដំណាំកសិឧស្សាហកម្មដូងប្រេងនៅឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលមិនធ្លាប់មានពីមុនមកនៃការកកើតដំណាំដូងប្រេងលើទឹកដីកម្ពុជាដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយក្រុមហ៊ុនមុងរិទ្ធីវិនិយោគទុនដំណាំដូងប្រេងកម្ពុជាគឺជាមុខជំនួញធំជាងគេដែលធ្វើការដាំដុះលើផ្ទៃដីជិត 20,000 ហិកតាក្នុងទិសដៅសរុប 30,000 ហិកតានិងកំពុងបន្តធ្វើការដាំដុះជារៀងរាល់ឆ្នាំទៅតាមផែនការកំណត់ទុកជាមុនហើយបច្ចុប្បន្នទិន្នផលដូងប្រេងបានប្រមូលផលចូលរោងចក្រចម្រាញ់ដូងប្រេងដែលមានសមត្ថភាពកែច្នៃផ្លែដូងស្រស់ FFB 30 តោនក្នុង1ម៉ោងដែលផលិតទៅជាប្រេងពាក់កណ្ដាលសម្រេច CPO ដើម្បីធ្វើការនាំចេញទៅបរទេសបច្ចុប្បន្ននេះដោយមានតម្រូវការទីផ្សារប្រេងដូងខ្ពស់ក្រុមហ៊ុនមុងរិទ្ធីវិនិយោគទុនដំណាំដូងប្រេងកម្ពុជាបានសាងសង់រោងចក្រចម្រាញ់ដូងប្រេងទី2ដែលស្ថិតនៅទីតាំងភូមិសាស្ត្រភូមិអន្លង់ក្រពើឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុមានសមត្ថភាពកែច្នៃផ្លែដូងស្រស់45 តោនក្នុង1ម៉ោងដែលជារោងចក្របច្ចេកវិទ្យាទំនើបចុងក្រោយបំផុតដើមចេញពីភាពជោគជ័យនៃការវិនិយោគទុនដំណាំកសិឧស្សាហកម្មដូងប្រេងក្រុមហ៊ុនមុងរិទ្ធីគ្រុបបានពង្រីកវិសាលភាពនៃការវិនិយោគរបស់ខ្លួនលើសក្តានុពលនៃធនធានធម្មជាតិដែលប្រទេសកម្ពុជាមានជាពិសេសតំបន់មាត់សមុទ្រគឺការវិនិយោគលើការសាងសង់និងការគ្រប់គ្រងនិរន្តរភាពកំពង់ផែសមុទ្រឯកជនដំបូងគេបង្អស់ដែលមានឈ្មោះថាកំពង់ផែអុកញ៉ាមុងឃ្លាំងស្តុកទំនិញនិងការដឹកជញ្ជូនទំនិញទៅកាន់តំបន់ពាណិជ្ជកម្មផ្សេងៗនេះគឺជាការចូលរួមចំណែកអនុវត្តគោលនយោបាយបើកចំហផ្ទៃសមុទ្ររបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀត
ភាពជោគជ័យនៃការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាផ្ដើមចេញពីឆន្ទៈពិតប្រាកដនៃការដឹកនាំគ្រប់គ្រងនិងការជំរុញលើកទឹកចិត្តក៏ដូចជាការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាលក្រុមហ៊ុន MRT Rubber Plantation ដែលជាបុតសម្ព័ន្ធបានពង្រីកវិសាលភាពនៃការវិនិយោគលើការដាំដំណាំកៅស៊ូជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាបានប្រែក្លាយតំបន់មាត់សមុទ្រឲ្យក្លាយជាចំការកៅស៊ូមានវិសាលភាពដ៏ធំល្វឹងល្វើយលាតសន្ធឹងនៅតាមបណ្ដោយឆ្នេរសមុទ្រនៃស្រុកស្ទឹងហាវខេត្តព្រះសីហនុការវិនិយោគលើការដាំដំណាំកៅស៊ូគឺជាគោលដៅពិតប្រាកដក្នុងការជំរុញកំណើនសេដ្ឋកិច្ចដែលជាមាសពណ៌បៃតងនៅកម្ពុជាតាមរយៈការរៀបចំថ្នាលកូនកៅស៊ូការដាំដុះកៅស៊ូការជៀរជ័រនិងការប្រមូលផលកៅស៊ូពិសេសការបង្កើតរោងចក្រផលិតកៅស៊ូក្រែបសម្រាប់បម្រើឲ្យការនាំចេញកៅស៊ូកម្ពុជាទៅកាន់ទីផ្សារកៅស៊ូអន្តរជាតិតាមរយៈតម្រូវការចាំបាច់ពីការផ្គត់ផ្គង់ស្បៀងអាហារនៅក្នុងស្រុកនិងទីផ្សារអង្ករអន្តរជាតិស្រូវក៏ជាសក្តានុពលដ៏ធំបំផុតនៅកម្ពុជាក្រុមហ៊ុនអុកញ៉ាម៉ុងនាំចេញអង្ករដែលជាបុតសម្ព័ន្ធបានពង្រីកសក្តានុពលនៃការវិនិយោគរបស់ខ្លួននៅតំបន់មាត់សមុទ្រដូចជាការផលិតដំណាំស្រូវសម្រាប់បម្រើឲ្យការនាំអង្ករចេញនិងបម្រើសេចក្តីត្រូវការក្នុងស្រុកតាមរយៈការបង្កើតរោងចក្រផលិតសំណាបនិងទីលានបៃតងគ្រឿងចាក់ស្ទូងស្រូវគ្រឿងចាក់ប្រមូលផលស្រូវរោងម៉ាស៊ីនសម្ងួតស្រូវដ៏ធំរោងចក្រផលិតអង្ករដែលមានលក្ខណៈបច្ចេកទេសទំនើបទាន់សម័យនិងមានសមត្ថភាពប្រកួតប្រជែងខ្ពស់បំផុតសម្រាប់ធ្វើការនាំចេញអង្ករទៅកាន់ទីផ្សារបរទេសក្រុមហ៊ុន MPIC ACMC Cambodia ជាបុតសម្ព័ន្ធបានវិនិយោគទុនលើវិស័យចិញ្ចឹមជ្រូកក្នុងគោលដៅដើម្បីកាត់បន្ថយការនាំចូលជ្រូកពីបរទេសនិងបំពេញតម្រូវការក្នុងស្រុកប្រកបដោយគុណភាពខ្ពស់គួរជាទីមោទនៈនេះជាប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាដែលក្រុមហ៊ុនបាននាំចូលនៅពូជជ្រូកដ៏ល្បីល្បាញទាំងបាជ្រូកមេជ្រូកពូជពីទីក្រុងយ៉កសៀនៃចក្រភពអង់គ្លេសហើយបានផលិតពូជជ្រូកនិងជ្រូកសាច់រាប់ម៉ឺនក្បាលក្នុងមួយឆ្នាំសម្រាប់លក់ចែកចាយជូនអ្នកចិញ្ចឹមខ្នាតតូចនិងមធ្យមដើម្បីចូលរួមកាត់បន្ថយភាពក្រីក្របានមួយផ្នែកធំក្រៅពីនោះកាកសំណល់និងវត្ថុរាវដែលប្រមូលពីលាមកជ្រូកបានបំលែងជាថាមពលអគ្គិសនីដើរដោយជីវៈអូស្មန်អាចផ្គត់ផ្គង់កសិដ្ឋានទាំងមូលក្នុងតំបន់នោះនេះគឺជាការរួមចំណែកក្នុងការកាត់បន្ថយអូស្មန်កាបូនិកក្នុងបរិយាកាសនិងថែរក្សាបរិស្ថានឲ្យស្រស់បំព្រងក្រុមហ៊ុនក៏មានរោងចក្រផលិតចំណីសត្វផ្ទាល់ខ្លួនសម្រាប់បម្រើកសិដ្ឋានជ្រូកទាំងពីរកន្លែងនិងមួយផ្នែកទៀតសម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់អភិវឌ្ឍន៍ទីក្រុងកំពង់ផែអុកញ៉ាម៉ុងស្ថិតក្នុងខេត្តព្រះសីហនុក្រុមហ៊ុនរិទ្ធីគិរីសាគរក៏ជាបុតសម្ព័ន្ធវិនិយោគលើការដាំដំណាំហូបផ្លែដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាជនដូចជាដាំដំណាំស្វាយដែលមានឈ្មោះថា Ivan នាំយកពូជមកពីបរទេសហើយក៏ជាប្រវត្តិសាស្ត្រកម្ពុជាដែលមានពូជស្វាយថ្មីមានឱជារសឈ្ងុយឆ្ងាញ់ដើម្បីលក់ចែកចាយទៅកាន់ទីផ្សារក្នុងស្រុកជាដំណាក់កាលដំបូងហើយនឹងធ្វើការនាំចេញទៅបរទេសនាពេលអនាគតដំណាំសាវម៉ាវនិងដំណាំទុរេនជាដំណាំកសិឧស្សាហកម្មខ្នាតមធ្យមសម្រាប់បម្រើឲ្យការនាំចេញនិងផ្គត់ផ្គង់សេចក្តីត្រូវការក្នុងស្រុកតាមរយៈនៃការវិចខ្ចប់តាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវនិងមានអនាម័យខ្ពស់ជាពិសេសមិនប្រើប្រាស់គីមីមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ
ជាមួយនឹងភាពជោគជ័យនៃការវិនិយោគលើវិស័យកសិឧស្សាហកម្មប្រកបដោយសក្តានុពលខ្ពស់បំផុតនៅកម្ពុជាដែលមិនមានក្រុមហ៊ុនក្នុងស្រុកឬក្រុមហ៊ុនបរទេសណាមួយប្រកួតប្រជែងបាននោះក្រុមហ៊ុនមុងរិទ្ធីគ្រុបបានពង្រីកវិសាលភាពនៃការវិនិយោគរបស់ខ្លួនលើការងារវិនិយោគតាមរយៈការបង្កើតឡើងនៅក្រុមហ៊ុនសំណង់ក្មេងវត្តដើម្បីចូលរួមចំណែកក្នុងការងារសំណង់ផ្សេងៗដូចជាការសាងសង់ខុនដូអគារខ្ពស់ៗអគារពាណិជ្ជកម្មឯកជនអគារស្ថាប័នរបស់រដ្ឋសាលារៀនមន្ទីរពេទ្យផ្លូវស្ពានទទួលមកការសាងសង់គម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងធនាគារពិភពលោក World Bank និងសំណង់សាធារណៈជាច្រើនដែលគ្របដណ្ដប់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាជាមួយនឹងសក្តានុពលដែលសម្រេចបាននឹងផ្ដើមចេញពីភាពប្រកួតប្រជែងពីសំណាក់ដៃគូវិនិយោគលើវិស័យកសិកម្មឧស្សាហកម្មនិងការធ្វើពាណិជ្ជកម្មក្រុមហ៊ុន Malteco MS Cambodia ដែលជាបុតសម្ព័ន្ធបានពង្រីកវិសាលភាពនៃការវិនិយោគរបស់ខ្លួនតាមរយៈការនាំចូលនៅគ្រឿងចក្រធុនធ្ងន់និងគ្រឿងបន្លាស់ពីបណ្ដាប្រទេសដែលមានឧស្សាហកម្មរីកចម្រើននានាលើពិភពលោកមកបម្រើឲ្យវិស័យកសិកម្មការសាងសង់សំណង់ផ្សេងៗនិងការអភិវឌ្ឍសមិទ្ធផលសង្គមនៅព្រះរាជាណាចក្រកម្ពុជាធនធានដែលទទួលបានមកពីការវិនិយោគដ៏បរិសុទ្ធបំផុតនោះក្រុមហ៊ុនមុងរិទ្ធីគ្រុបបានចូលរួមចំណែកបរិច្ចាគជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសមិទ្ធផលសង្គមបម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាដែលកំពុងត្រូវការជាបន្ទាន់តាមរយៈការជួយកសាងផ្លូវស្ពានសាលារៀនមណ្ឌលសុខភាពវត្តអារាមទីសាធារណៈនិងការផ្ដល់នូវទីផ្សារការងារជូនប្រជាពលរដ្ឋម្ចាស់ស្រុកកាត់បន្ថយការធ្វើចំណាកស្រុកការផ្ដល់លំនៅឋានស្នាក់នៅបានសមរម្យនិងអាហារដល់កម្មករកម្មការិនីពិសេសកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្ររួមជាមួយសមិទ្ធផលសង្គមដទៃទៀតដែលនោះគឺជាបំណងប្រាថ្នានឹងការបែងចែកកំណើនសេដ្ឋកិច្ចនិងសមត្ថភាពក្នុងសង្គមជាតិជាគោលការណ៍និងទ្រឹស្ដីចម្បងក្រុមហ៊ុនបានកំណត់នៅចក្ខុវិស័យរបស់ខ្លួនគឺក្រុមហ៊ុនមិនធ្វើជំនួញណាដែលមានផលប៉ះពាល់អវិជ្ជមានដល់សង្គមនិងប្រជាជាតិទាំងមូលឡើយ